ជំរាបសួរពុកម៉ែបងប្អូននេះគឺជាវត្តត្រពាំងជ្រៃបាទឃុំឈើខ្មៅស្រុកក៏ធំតែម្ដងពុកម៉ែបងប្អូនឥឡូវខ្ញុំនឹងទៅថតទស្សនវិជ្ជាចែកជូនពុកម៉ែបងប្អូនបានទស្សនាទាំងអស់គ្នាបាទយើងមើលក្រោមហ្វៀគឺស្អាតមែនតែនតែម្ដងស្អាតណាស់បងប្អូននិយាយរួមទៅខ្ញុំស្រឡាញ់វត្តមែនតែនស្រឡាញ់មែនតែនបាទគឺវត្តត្រពាំងជ្រៃដែលស្ថិតនៅក្នុងឃុំឈើខ្មៅស្រុកក៏ធំបាទឃើញមានសេះចូលទៅហើយបាទនោះគឺជាព្រះវិហារបាទព្រះវិហារគឺស្រស់ស្អាតតែម្ដងបាទស្រស់ស្អាតព្រះវិហារគឺទាំងស្រស់ស្អាតដោយសារតែគឺកម្ពុជាថ្មីតែម្ដងគឺអត់មែនប៉ុន្តែធម្មតាព្រះវិហារនីមួយភាគច្រើនកសាងយូរទៅចង់មើលទៅយ៉ាងចាស់បន្តិចមិនថ្មីប្រហែលទេបងប្អូនណាឥឡូវយើងមើលទេសភាពជុំវិញទៅដោយសារទោះជាខ្ញុំថតចូលក៏ដោយក៏វាណែបងប្អូននេះបាទព្រះវិហារចាស់ទ្រុឌទ្រោមបងប្អូនអាចនឹងធ្វើយូរហើយចំណែកស្រះខាងមុខអត់មានទឹកទេបាទគឺអត់មានទឹកទេស្រះខាងមុខគឺអត់មានទឹកទេបាទនេះស្រះខាងមុខបងប្អូននេះស្រះខាងមុខហើយយើងឃើញមានដើមឈើស្អាតច្រើនតែម្ដងបាទព្រះវិហារគឺចាស់ទ្រុឌទ្រោមបាក់អស់ហើយព្រះវិហារនេះនឹងអាចតិចទៀតនឹងគេអាចកសាងថ្មីបាទគឺចាស់ទ្រុឌទ្រោមព្រះវិហារនេះបាទធ្វើបាទផ្កាកង្កោកស្អាតណាបងប្អូនផ្កាកង្កោកបាទផ្កាកង្កោកគឺស្រស់ស្អាតមែនតើចាំមើលខ្ញុំឲ្យមើលផ្កាកង្កោកនេះផ្កាកង្កោកនេះបាទផ្កាកង្កោកស្អាតបាទតែសំខាន់ខាងមុខអត់មានទឹកទេស្រះគឺគ្មានទឹកទេហើយវត្តនេះរៀងស្ងាត់ជ្រងំណាសំខាន់គឺព្រះវិហារចាស់ទ្រុឌទ្រោមចឹងបន្តិចទៀតអាចនឹងកសាងថ្មីហើយប៉ុន្តែសំខាន់គឺមានមានបច្ច័យបាទអញ្ចឹងខ្ញុំជឿថាប្រសង់នៅទីនេះព្រះអង្គនឹងគិតគូររឿងការកសាងថ្មីមើលទៅរៀងចាស់ទ្រុឌទ្រោមហើយណាមួយរចនាបថមិនស្អាតប្រហែលទេដោយសារតែប្រហែលជាអត់ទាន់មានការអភិវឌ្ឍពេលកសាងភ្លាមហ្នឹងគឺអត់ទាន់មានការអភិវឌ្ឍទេចំណែកនេះគឺជាសាលាពុទ្ធកៈបាទបឋមសិក្សាវត្តត្រពាំងជ្រៃបាទពុទ្ធកៈសាលាពុទ្ធកៈបងប្អូនថ្នាក់ទី1បឋមសិក្សាថ្នាក់ទី1ណាបងប្អូនដូចជាវត្តនេះគឺអត់មានអីទៀតទេមានតែប៉ុណ្ណឹងហើយសាលាធម្មសទ្ធាគឺខ្ពស់សមអ្វីដែលសំខាន់ចាស់គាត់ពិបាកឡើងមែនតើបាទចឹងទីនេះមានសាលាបឋមសិក្សាពុទ្ធកៈហ្នឹងហើយគឺបរិញ្ញាលោកមាននេះគាត់ថ្មីចាស់តែម្ដងស្អាតហើយជាគាត់ចៅអធិការដែលកសាងឆ្នាំ2019មហាកុដបាទមហាកុដចឹងខ្ញុំបញ្ចប់វីដេអូតែប៉ុណ្ណឹងបងប្អូនហើយជួបគ្នានៅវីដេអូក្រោយទៀតនៅក្នុងស្រុកក៏ធំមិនដឹងថាមានវត្តប្រមាណទេជួបវត្តណាថតវត្តហ្នឹងតែម្ដងបាទជម្រាបលា